នៅចុងបំផុតនៃភូមិដាច់ស្រយាលមួយមានព្រៃក្រាស់មួយដែលអ្នកភូមិគ្រប់រូបខ្លាចរអាគេហៅវាថាព្រៃខ្មោចចាស់ស្តែងហាមក្មេងៗដាច់ខាតមិនឲ្យទៅលេងក្បែរនោះជាពិសេសនៅពេលថ្ងៃលិចគេនិយាយតគ្នាថាព្រៃនោះគឺជាកន្លែងកប់សពបុរាណរបស់អ្នកដែលស្លាប់ដោយតៃហោងស្លាប់ដោយអយុត្តិធម៌ឬហិង្សាហើយវិញ្ញាណរបស់ពួកគេត្រូវបានគ្រប់គ្រងដោយយាយប្តឹងដែលជាវិញ្ញាណដ៏កាចសាហាវមួយដែលស្អប់មនុស្សរស់តារាគឺជាយុវជនម្នាក់ដែលមិនសូវជឿលើរឿងអបិយជំនឿក្នុងវងផឹកស៊ីមួយមិត្តភ័ក្តិរបស់គេបានភ្នាល់ថាតារាមិនហ៊ានចូលទៅក្នុងព្រៃខ្មោចនោះនៅពាក់កណ្ដាលអធ្រាត្រហើយយកក្រណាត់ក្រហមទៅចងនៅដើមឈើទាលធំមួយដែលនៅកណ្ដាលព្រៃនោះទេដោយចង់បង្ហាញភាពក្លាហានតារាបានទទួលយកការភ្នាល់នោះម៉ោង 12 យប់តារាបានកាន់ពិលមួយនិងក្រណាត់ក្រហមដើរសំដៅទៅចុងភូមិគ្រាន់តែបោះជំហានចូលដល់មាត់ព្រៃភ្លាមបរិយាកាសបានផ្លាស់ប្ដូរភ្លាមខ្យល់ត្រជាក់បានបក់ប៉ះស្បែករបស់គេហើយសំឡេងសត្វល្អិតដែលធ្លាប់យំរងំក៏ស្ងាត់ឈឹងអ្វីដែលនៅសល់គឺភាពស្ងប់ស្ងាត់ដែលគួរឲ្យសង្ស័យតារាព្យាយាមរឹងមាំហើយដើរចូលទៅជ្រៅពន្លឺពិលរបស់គេបានត្រឹមតែបំភ្លឺផ្លូវតូចចង្អៀតខាងមុខដើមឈើធំមើលទៅដូចជាយក្សឈរច្រងេងច្រងាងក្នុងភាពងងឹតពេលចូលមកដល់ជិតដើមទាលធំតារាចាប់ផ្ដើមឮសំឡេងចម្លែកដំបូងវាដូចជាសំឡេងខ្សឹបខ្សៀវតាមខ្យល់បន្ទាប់មកវាប្រែជាសំឡេងយំរបស់មនុស្សស្រីនិងកូនក្មេងជាច្រើននាក់យំលាយឡំគ្នាពីគ្រប់ទិសទីត្រជាក់ណាស់ឯកាណាស់មកនៅជាមួយពួកយើងតារាព្រឺសម្បុរគៀងគក់គេប្រញាប់រត់ទៅរកដើមទាលធំនោះដើម្បីចងក្រណាត់ក្រហមឲ្យចប់ហើយឆាប់ចេញពីទីនេះខណៈដែលដៃរបស់គេកំពុងចងក្រណាត់ស្រាប់តែញៀនដៃត្រជាក់ដោយទឹកកកមួយមកចាប់កដៃរបស់គេជាប់តារាភ័យស្លន់ស្លោហើយងាកពិលទៅមើលអ្វីដែលគេឃើញមិនមែនជាមនុស្សទេវាជាស្រមោលខ្មៅរាងដូចស្ត្រីចំណាស់ម្នាក់ភ្នែកសល់តារុនហើយមាត់ហែកដល់ត្រចៀកកំពុងញញឹមដាក់គេនេះហើយគឺយាយប្តឹងនៅជុំវិញយាយប្តឹងដើមឈើហាក់ដូចជាមានជីវិតនៅលើសម្បកឈើមានលេចចេញជារូបរាងមុខមនុស្សដែលកំពុងឈឺចាប់ជាច្រើនពួកគេកំពុងលូកដៃមែកឈើមកចាប់ទាញតារាឯងចង់ចូលមកលេងកន្លែងយើងហេតុអ្វីប្រញាប់ទៅវិញម្ល៉េះសំឡេងស្អកបានបន្លឺឡើងដោយសេចក្តីភ័យខ្លាចដល់កម្រិតកំពូលតារាបានប្រឹងរើបំរាស់អស់ពីកម្លាំងហើយរត់បោះពួយត្រឡប់ក្រោយវិញដោយមិនគិតពីអ្វីទាំងអស់ពិលបានធ្លាក់បាត់គេរត់បុកមែកឈើបន្លាឆ្កូតពេញខ្លួនតែគេមិនហ៊ានឈប់ទេសំឡេងយំនិងសំឡេងដេញតាមពីក្រោយកាន់តែគៀកទៅតារារត់ទាល់តែឃើញពន្លឺចង្កៀននៅចុងភូមិទើបគេដួលសម្លាប់នៅមាត់ព្រៃអ្នកភូមិបានប្រទះតារានៅសន្លប់នៅឡើយពេលគេដឹងខ្លួនតារាលែងស្ដីសួរដូចមុនទៀតហើយគេคล้ายជាមនុស្សភ័យខ្លាចគ្រប់ពេលវេលាហើយអ្វីដែលគួរឲ្យរន្ធត់បំផុតគឺក្រណាត់ក្រហមដែលគេត្រូវយកទៅចងនៅដើមឈើនោះវាមិនបាននៅជាប់ដើមឈើទេប៉ុន្តែវាត្រូវបានគេយកមកចងជាប់នៅកដៃតារាយ៉ាងតឹងរួមទាំងសក់ស្កៅពីសរសៃដែលមិនមែនជាសក់របស់គេចាប់តាំងពីពេលនោះមកគ្មាននរណាម្នាក់ហ៊ានចូលទៅព្រៃខ្មោចចុងភូមិនោះទៀតឡើយ